ឥឡូវកំពុងតែបន្តផ្ទាល់សូមជួយផ្ដល់ប័ណ្ណសម្ភារមកហើយការស្ទូចត្រីយ៉ាងម៉េចដែរខ្ញុំបត់បន្ត10ឆ្នាំបាទឥឡូវបានត្រីនៅបានមួយបងបាន2គីឡូបាទ2គីឡូចឹងបង្ហាញត្រីសិនហើយត្រីនេះចំនួន2គីឡូត្រីហ្នឹងគឺត្រីនៅខេត្តកំពង់ស្ពឺយើងហ្នឹងធម្មជាតិពិតៗណាអានេះអ្នកជួយចាប់សទូចដល់នេះកូនតកែត្រីដល់កកូនតជាប់អីវាស្គាល់ហើយវាស្គាល់លុយហើយណែវាហ្នឹងមើលហើយអ្នកដែលឃើញវីដេអូហ្នឹងត្រីសុតចេញពីស្រះហ្មងអត់ឡើងអត់ឡើងទេបាទហើយមិនមែនងាយស្ទូចបានទេបាទសូមជម្រាបជាភាសាបាទសូមជម្រាបទស្សនិកជននេះបាទខាងពីរអ្នកមើលទៅម៉ែវាអាខ្សែចង់អត់ជាប់បាទហាមជាបាទសូមជម្រាបទស្សនិកជនខុសបច្ចេកទេសដោយអត់បានការចងសម្រាប់មុខអញ្ចឹងហើយអាសទូចហ្នឹងគឺវាធ្លាក់នុយវាអត់ជាប់ត្រីមិនខ្វះទេប៉ុន្តែយើងអត់ចេះស្ទូចគឺអត់បានត្រីទេបាទនេះហើយត្រូវជម្រាបឲ្យអ្នកដែលមិនបានដឹងហ្នឹងមើលឲ្យដឹងច្បាស់ថាតើការស្ទូចត្រីហ្នឹងវារបៀបវាយ៉ាងម៉េចការដែលយើងចង់ឃើញចង់មើលគឺមានទស្សនិកជនច្រើនមិនចាញ់ពីអូឡ িম্প ិកនៅបរទេសប៉ុន្មានទេគឺយើងមើលអ្នកដែលស្ទូចត្រីបាទតើនេះគឺនុយដែលធ្លាក់ក្នុងទឹកមិញហ្នឹងឯងគឺបានតែនុយហ្នឹងគឺបានតែនុយហ្នឹងទេអត់មានបានត្រីទេប៉ុន្តែកុំអាលអន់សពុនចិត្តអីនឹងព្យាយាមទៀតបាទអ្នកចាំមើលតកែធំវីដេអូប៉ុណ្ណឹងបានណាបាទខ្ញុំកំពុងតែបន្តផ្ទាល់ចំពោះទាមួយនេះគឺអត់ខ្លាចមនុស្សទេគាត់ហូរហែលចូលទឹកហើយបាទនេះគឺជាមានទាកប៉ាពីរទៀតទានេះមើលទៅអត់ខ្លាចមនុស្សទេអូ Hello មើលម្នេះសិនមើលជំរាបនេះជាតកែជ្រូក Hello say something Hello សូមជម្រាបទស្សនិកជនមើលមិនខ្លះសៀមួយនេះបាទកាប់ជ្រូកដល់កបាទអីមកពីណាដែរមកពីខេត្តសៀមរាបសៀមតកែវដល់ច្រឡំអីច្រឡំនៅនេះកែវតកែវអីចាំមិនមកថាមកសៀមរាបមិនឃើញទៅនៅសៀមរាបអីហើយច្រឡំមកពី ABC ច្រើនពេកហើយដឹង ABC 5ប៉ុងឥឡូវមកតហ្នឹងមកទៅអីគេហ្នឹងមកទស្សនកិច្ចដេញនៃត្រី មើលត្រីក្នុងទឹកមើលឃើញណាអូយវាហែលមកឡូវហើយសូមជឿចាំមើលទាំងអស់គ្នាអញ្ចឹងចាំមើលទេឥឡូវបាទអញ្ចឹងជួបអ្នកផ្សេងទៀតណាបាទបាទសូមជម្រាបទស្សនិកជនដែលបានទស្សនាកម្មវិធី live វីដេអូហ្នឹងគឺពងរៀបចំកម្មវិធីហ្នឹងស្ទើរមិនស្ទូចត្រីនេះនៅក្នុងអាងទឹកតូចមួយនេះក្បែរកន្លែងចំជ្រូកនេះធ្វើមិនយកទៅក្លែមបាទដល់តែពេលញ៉ាំវាអត់អីក្លែមអញ្ចឹងធ្វើមិន
ស្ទូចត្រីហ្នឹងឲ្យបានសំខាន់យើងស្ទូចវាមិនបាន វាសំខាន់យកឲ្យបាន អើណែយើងនេះតកែធំឯអ្នកស្ទូចត្រី អូតានេះជំនាញ ជំនាញប៉ុន្តែ សុំ ឲ្យក ូ កូនចៅតរ សុំជប់ តរសាច់ជូ មានអាជ្រូកចាន់យើងខ្លែមហ្នឹងវាត្រីវាអត់ស៊ីទេអញ្ចឹងរកអាជ្រូកឆៅ ដល់មុខស្អាតដល់ធំ ដល់ខហើយស្រះមានប៉ុណ្ណាគឺប៉ុណ្្នឹងឯងនេះទៅណា ហើយបើត្រីទូចផុត1 3 គីឡូ បើទាវិញអាចចាប់ស្រួលនេះទាមើលទាហើយបើថាចាប់ជ្រូកវិញរត់ស្រួលទៀតនៅខាងក្រោយនេះនេះទាំងអស់នេះអាចជា150 ម៉ែត្របដោយទៅតឹងមកវានេះអាងទឹកម៉ែផ្ដល់ទឹកទៅឲ្យជ្រូក លោកនេះសិនជា នេះមិនសិនតិច